bởi dương chọn đo sải bánh há dương thở rốt rước cô này bánh há khơi đối nó không bị sai bong rầm luôn chăngក្រុមហ៊ុនបងរំលោះឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្មបងរំលោះគួរតែត្រួតពិនិត្យនិងវាយតម្លៃឲ្យល្អខ្លាំងមែនទែនចំពោះហាងដៃគូបដោះបតាលបរៀនសេវាកម្មរបស់យើងឲ្យពួកគាត់ចេះកុំឲ្យដូចរាល់ថ្ងៃគឺប៉ាតណាប៉ាតណីណាលោកអើយនិយាយចេះទៅអត្តសញ្ញាណប័ណ្ណមកសន្លឹក2ម៉ោងមកយកម៉ូតូជិះពេលទៅដាក់ពាក្យក៏បងថ្លៃសេវាដាក់ពាក្យមិនជាប់ដកឯកសារមកវិញក៏បងថ្លៃសេវាឲ្យហាងតើក្រុមហ៊ុនបងរំលោះនឹងមីក្រូហិរញ្ញវត្ថុបានដឹងទេរឿងហ្នឹងឬក៏ធ្វើមិនដឹងបើដឹងហើយយើងគ្រប់គ្រងណាស់ឲ្យមានសេវាបងរំលោះព្រោះប្រទេសកំពុងអភិវឌ្ឍត្រូវការឲ្យប្រជាពលរដ្ឋគាត់មានមធ្យោបាយក្នុងការប្រើប្រាស់ទៅតាមលទ្ធភាពរបស់ពួកគាត់ប៉ុន្តែអាការចាប់ដៃគូជាមួយនឹងហាងដែលអស់លោកកំពុងតែធ្វើនេះគឺបានបំផ្លាញទំនុកចិត្តប្រជាពលរដ្ឋបានបំផ្លាញនៅក្នុងវិស័យហិរញ្ញវត្ថុបានបំផ្លាញនៅក្នុងវិស័យបងរំលោះធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿដោយសារហេតុអីម្ដងទៀតអត្តសញ្ញាណប័ណ្ណមកសន្លឹក2ម៉ោងយកម៉ូតូជិះហើយក៏សិក្សាក៏ស្រួលមកម៉េះណាតម្លៃម៉ូតូនៅលើទីផ្សារក៏មិនល្អវាថ្លៃហួសហេតុបើសិនជាក្រុមហ៊ុនទាំងអស់មានគោលនយោបាយក្នុងការចាប់ដៃគូហាងឲ្យល្អប្រជាពលរដ្ឋមិនរងគ្រោះទេដោយរាល់ថ្ងៃបងប្អូនឃើញទេងាកអូសម៉ូតូងាកអូសឡានងាកអូសម៉ូតូងាកអូសឡានសួរថាប្រជាពលរដ្ឋយើងគាត់ចង់អញ្ចឹងហីមិនចង់ទេប៉ុន្តែដោយសារតែអត់មានដំណោះស្រាយស្ថាប័នមិនមានដំណោះស្រាយហើយហេតុអីបានគាត់ទៅលងហើយយើងកុំនិយាយថាមានណាគេឲ្យយើងទៅបងមលួសយើងណាចង់ទៅខ្លួនឯងដោយសារតែអ្នកផ្សព្វផ្សាយនឹងវាស្រួលពេក2ម៉ោងបានម៉ូតូជិះតាក់ញ៉ាំបានមកសន្លឹកទាំងខ្ញុំទាំងគេខ្ញុំទៅហើយហ្មងទៅប្រជាពលរដ្ឋយើងគាត់ត្រូវការឲ្យការយល់ដឹងរបស់គាត់នៅមានកម្រិតទៅយកសិនហើយគ្រឿងថ្លៃថោកតនអាលគិតយកមកជិះសិនអាហ្នឹងណាវាគ្រោះថ្នាក់អញ្ចឹងបើសិនជាអញ្ចឹងដដែលក្រុមហ៊ុនខ្លួនឯងហើយនឹង Microfinance ដែលកំពុងតែធ្វើរឿងហ្នឹងផ្សព្វផ្សាយអាហ្នឹងឲ្យប្រជាពលរដ្ឋឲ្យដឹងផងទៅពេលយកទៅវាពិបាកមិនពេលបងមកវាពិបាកមិនបើមិនសងគេទៅអូមិនអីមិននិយាយគ្នាច្បាស់កុំពឹងពាក្យហាងលក់ផលិតផលរបស់យើងវាអត់ល្អទេវាខូចអស់ហើយបងប្អូនកំពុងតែសហការគ្នាគឺបំផ្លាញទីផ្សារមួយហ្នឹងរវាងក្រុមហ៊ុនបងរំលោះហើយនឹងក្រុមហ៊ុនហើយនឹងមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណបងរំលោះមួយម្ចាស់ហាងនេះកំពុងតែបំផ្លាញទីផ្សារបងរំលោះនៅពេលដែលរឿងទាំងអស់នេះវាចាប់ដើមផ្ទុះដល់ថ្ងៃបន្សល់ទុកឲ្យរឿងអ្នកណាអ្នកដោះស្រាយអាជ្ញាធរដែលមានសមត្ថកិច្ចរដ្ឋាភិបាលអ្នកដោះស្រាយនៅក្នុងវិស័យហិរញ្ញវត្ថុនោះវាប៉ះពាល់ដែរណាឈឺក្បាលទេណាថ្នាក់ដឹកនាំអន្តរក្រសួងទាំងធនាគារជាតិទាំងស្ថាប័នផ្សេងៗហ្នឹងចូលរួមគ្នាមកដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយអាហ្នឹងវាជាឫសគល់នៅកន្លែងណានៅកន្លែងហាងផ្សព្វផ្សាយដែលព័ត៌មានដែលបញ្ឆោតអតិថិជនហើយមិនក៏រមមិនឃើញខ្ញុំសង្ឃឹមថានៅក្នុងវីដេអូនេះណាបើសិនជាអន្តរក្រសួងខ្ញុំនិយាយថាអន្តរក្រសួងគាត់មានគណៈកម្មការក្នុងការត្រួតពិនិត្យហើយស្ថាប័ននីមួយៗនោះមានគោលនយោបាយនៅក្នុងការកំណត់ដៃគូអាជីវកម្មខ្លួនឯងច្បាស់លាស់វាល្អវិស័យមួយនេះវាអត់ប៉ោងរញ៉េរញ៉ៃដូចរងថ្ងៃវាអត់មានសណ្ដាប់ធ្នាប់ចឹងទេវានឹងល្អឡើងមកវិញអរគុណបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទបន្តនៅវីដេអូក្រោយ